ថ្ងៃហ្នឹងបងអូនមកប្រាប់ពីរបៀបនៃការដាក់ story ដែលការដាក់ story នោះគឺវាមាន3ដំណាក់កាលចា៎ដែលដំណាក់កាលទី1គឺឧទាហរណ៍ថាបងអូនចង់ដាក់ story នេះមាន3ដំណាក់កាលយើងចុចកន្លែងឯកភាពមកនេះទី1គឺដាក់ story ឲ្យឃើញជាសាធារណៈទី2សម្រាប់តែមិត្តភ័ក្តិហើយនឹងមាននេះគឺសម្រាប់តែមិត្តភ័ក្តិនៅក្នុង Facebook យើងតែប៉ុណ្្នឹងឯងតែសម្រាប់កន្លែងនេះសម្រាប់តម្រូវឲ្យនរណាតម្រូវឲ្យឃើញតែនរណាម្នាក់ដែលយើងចង់ឲ្យឃើញឥឡូវបើយើងចង់ថាដាក់ story ដើម្បីឲ្យគេឃើញទូទៅគឺយើងចុចចូលកន្លែងនឹងធម្មតាតែបើយើងគិតថាដាក់ story ឲ្យសម្រាប់តែមិត្តភ័ក្តិក្នុង friend Facebook ឬមួយក៏ចង់លាក់បាំងពីនរណាម្នាក់យើងចុចអាក្រោមនេះមកកន្លែងនេះមកហើយចង់លាក់បាំងឧទាហរណ៍ចង់លាក់បាំងពីជនណាម្នាក់ឬក៏មនុស្សណាម្នាក់ដែលយើងគិតថាមិនចង់ឲ្យគាត់ឃើញយើងចុចគ្រីសចឹងមកចង់បានប្រហែលអ្នកក៏បានអ្នកបន្ទាប់នេះថយវិញមកនេះលាក់បាំងនៅពេលនោះ story ដែលយើងដាក់គឺគាត់អត់ឃើញទេក៏ប៉ុន្តែបើសិនជាយើងគិតថាដាក់ story តម្រូវឲ្យតែមនុស្សប្រហែលអ្នកដែលយើងចង់ឲ្យគាត់ឃើញអ្នកផ្សេងអត់ចង់ឲ្យឃើញយើងចុចចឹងមក story ដែលយើងដាក់ហ្នឹងគឺឃើញបានតែប្រហែលអ្នកដែលយើងចុចហ្នឹងទេហើយបើយើងចង់ផ្លាស់ប្ដូរមកវិញយើងចុចបានដូចគ្នាចាចង់ដកខ្លះមកវិញក៏ដកខ្លះមកបានដូចគ្នាចាសម្រាប់កន្លែងនេះដាក់ទូទៅសម្រាប់កន្លែងនេះសម្រាប់តែមិត្តភ័ក្តិកន្លែងខាងក្រោមនេះសម្រាប់លាក់បាំងឬដែលយើងអត់ចង់ឲ្យគាត់ឃើញសម្រាប់កន្លែងនេះគឺសម្រាប់កន្លែងដែលតម្រូវការរបស់យើងចង់ឲ្យតែមនុស្សម្នាក់ឃើញឬក៏ច្រើនអ្នកឃើញឬមួយក៏ចង់ឲ្យឆាតទាំងអស់ចឹងនៅក្នុង Facebook របស់យើងរបៀបដាក់ story មាន3ដំណាក់កាលនឹងចាសូមអរគុណមានតែប៉ុណ្្នឹងខុសឆ្គងឲ្យកុំអាន